ជំរាបសួរបងប្អូននេះគឺជាតារាងតម្លៃមាសនៅថ្ងៃទី18ខែឧសភាឆ្នាំ2026វិបត្តិធម្មពលនិងបង្កភាពតានតឹងកាន់តែខ្លាំងឡើងបន្ថែមទៀតខណៈដែលតម្លៃប្រេងអាចនឹងឆ្ពោះទៅតម្លៃ120ទៅ150ដុល្លារនៅក្នុង1បារ៉ែលនៅក្នុងពេលបច្ចុប្បន្ននេះស្ថិតនៅក្នុងរង្វង់104និង109អញ្ចឹងការផ្លាស់ប្ដូរតម្លៃប្រេងនឹងក្លាយទៅជាកត្តាប្រឈមសម្រាប់សេដ្ឋកិច្ចរបស់យើងហើយបើយើងមើលមាសនៅក្នុងពេលបច្ចុប្បន្ននេះកំពុងតែរងសម្ពាធប៉ុន្តែចំណាំវិញយើងឃើញថាតម្លៃរបស់វាបានឈរនៅក្នុងតម្លៃ$4,500ជាងនៅក្នុង1អោននៅក្នុងវេលាថ្ងៃច័ន្ទនេះអាចទំនងនឹងមានការកើនឡើងបន្ថែមទៀតនៅក្នុងថ្ងៃអង្គារបន្ទាប់ពីទីផ្សារបើកពេញឬក៏អាចនឹងមានបញ្ហាផ្សេងក៏ថាបានដែរប្រសិនបើមានការផ្ទុះអាវុធឬក៏មានភាពតានតឹងបន្ថែមទៀតដូចនេះតើតើជាមួយនឹងការទិញមាសមិនចាំបាច់ប្រញាប់ក៏បានហើយទិញនៅក្នុងពេលបច្ចុប្បន្នហ្នឹងក៏បានសម្រាប់អ្នកនឹងសំនៅក្នុងរយៈពេលវែងបើយើងមាននៅទីផ្សារអន្តរជាតិគឺស្ថិតនៅក្នុងតម្លៃ$552នៅក្នុងមួយជីតែបើយើងមើលនៅក្នុងទីផ្សារនៅក្នុងស្រុកខ្មែររបស់យើងមានពីតម្លៃ$549រហូតដល់ទៅ$553នៅក្នុង1G សម្រាប់ការព្យាករណ៍តើតើជាមួយនឹងមាននៅក្នុងសប្តាហ៍នេះយើងបានជម្រាបជូនបងប្អូននៅក្នុងវីដេអូមុនម៉ោងទី1យើងដឹងហើយអ្នកដែលព្យាករណ៍ Wall Street 13នាក់មានតែ2នាក់ទេព្យាករណ៍ថាមាសឡើងចំណែកឯ10នាក់ផ្សេងទូទាយថាមាសធ្លាក់ចុះម្នាក់ទូទាយថាមាសស្មើសម្រាប់ខ្ញុំគឺមាសស្មើនិងមាសឡើងនៅក្នុងសប្តាហ៍នេះដោយសារតែតម្លៃនេះគឺជាតម្លៃទាបទៅហើយអញ្ចឹងការទិញមាសនៅក្នុង support ទាបវាអាចធ្លាក់អស់យ៉ាងច្រើន4,350បើសិនជាបងប្អូនអាចរងចាំឬក៏4,400ជាងប៉ុន្តែបើសិនជាវាមិនធ្លាក់ទេវានៅក្នុងល្បាក់ហ្នឹងគឺល្មមទិញបានហើយការប្រែប្រួលក៏វាមិនច្រើនថ្ងៃដែរសម្រាប់ចរន្តលុយដែលកំពុងតែរត់ចូលទៅក្នុងសេដ្ឋកិច្ចដែលកំពុងតែផ្លាស់ប្ដូរពីទ្រព្យសម្បត្តិមួយទៅទ្រព្យសម្បត្តិមួយឥឡូវយើងចូលដល់ព័ត៌មានយើងតិចមុននេះគឺលោកដូណាល់ត្រាំក៏បាននិយាយអំពីពេលនាឡិកាកំណត់ម៉ោងសម្រាប់ប្រទេសអេរ៉ង់ឲ្យធ្វើសកម្មភាពបានលឿនបន្តិចពីព្រោះតើតើនឹងពេលវេលានេះមានតម្លៃហើយនៅសល់ពេលតិចតួចសម្រាប់ពួកគេអាហ្នឹងគឺជាសារមួយដែលលោកដូណាល់ត្រាំកំពុងតែព្យាយាមព្រមានសារនេះបានផ្ញើចេញបន្ទាប់ពីមន្ត្រីក្រសួងការពារជាតិរបស់ប៉ាគីស្ថានដែលជាអ្នកដែលផ្សះផ្សាទៅលើបញ្ហាចរចារវាងអារ៉ង់ជាមួយសហរដ្ឋអាមេរិកបានទៅជួបមន្ត្រីក្រសួងការពារជាតិរបស់អារ៉ង់ហើយมันមានសេចក្តីថ្លែងការណ៍ណាមួយអំពីកិច្ចព្រមព្រៀងតាក់ទិនជាមួយនឹងនិន្នាការឬក៏ជំរឿសឬក៏ការងារបន្ថែមទៅទៀតដែលអាចមើលឃើញអំពីបទជបញ្ញឬក៏អ្វីដែលសហរដ្ឋអាមេរិកគាត់ចង់បាននៅក្នុងបទកិច្ចព្រមព្រៀងនៅលើគោលការណ៍ផ្សេងៗជាពិសេសគឺការផលិតលុយនុយក្លេអ៊ែរយើងអ្វីដែលយើងកំពុងតែឃើញនោះគឺជាការគម្រាមកំហែងយ៉ាងខ្លាំងក្លាថ្មីមួយទៀតរបស់លោកដូណាល់ត្រាំនៅលើបណ្ដាញ True Social ហើយយើងក៏អាចដឹងដែរថាសកម្មភាពនឹងអាចនឹងមានការជះឥទ្ធិពលខ្លាំងឬក៏ភាពតានតឹងបន្ថែមបន្ទាប់ពីសកម្មភាពនៃកិច្ចចរចានឹងបានស្ងាត់ឬក៏ថមថយមួយរយៈចំហរបស់អារ៉ង់នៅក្នុងពេលបច្ចុប្បន្នយើងឃើញច្បាស់កន្លែងហើយគឺអារ៉ង់អត់មានកិច្ចព្រមព្រៀងណាមួយឬក៏ព្រមចោះចាញ់ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកនោះទេថ្មីនេះយើងឃើញដ្រូនរបស់អារ៉ង់នឹងបានហើរកាត់ទៅប្រទេសអារ៉ាប់រួមដែលវាជាការគម្រាមកំហែងថ្មីមួយទៀតទៅលើវិស័យធម្មពលឬក៏វិបត្តិធម្មពលរបស់ពិភពលោកដ្រូនទាំងអស់នោះគឺហើរសម្ដៅទៅរោងចក្រធម្មពលនុយក្លេអ៊ែររបស់ប្រទេសអារ៉ាប់រួមដែលធម្មពលអគ្គិសនីរបស់អារ៉ាប់រួមពឹងផ្អែកទៅលើរោងចក្របារកានេះរហូតដល់ទៅ25%នោះតែទៅជាមួយនឹងស្ថានភាពបច្ចុប្បន្ននៅតាមបណ្ដោយប្រទេសដែលនៅបច្ចិមបូព៌ាដូចជាអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមកតានិងគុយវ៉េតកំពុងតែប្រឈមជាមួយនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងបន្ទាប់ពីការដឹកជញ្ជូនប្រេងរបស់ខ្លួនជួបបញ្ហាប្រេងគឺជាសរសៃឈាមសេដ្ឋកិច្ចរបស់ពួកគេរកប្រាក់ចំណូលតាមរយៈការលក់ប្រេងហើយស្ថានភាពវិនិយោគនៅក្នុងប្រទេសរបស់ពួកគេក៏ជួបនឹងបញ្ហាដូចគ្នាដែរបច្ចុប្បន្នស្ថានភាពរបស់ពិភពលោកស្ថិតនៅក្នុងដំណាក់កាលមួយដែលគេកំពុងតែឃើញថាការខ្វះខាតនៅធម្មពលពិតប្រាកដរបស់ពួកគេគណៈដែលទុនបំរុងធម្មពលរបស់ពួកគេត្រូវបានបញ្ចេញមកទៅហើយអញ្ចឹងយើងនៅដល់ដំណាក់កាលនៃការកើនឡើងខ្លាំងយ៉ាងពិតប្រាកដនៅអតិផរណារបស់ពិភពលោកម្ដងទៀតហើយប្រទេសកម្ពុជាកំពុងតែចាប់ផ្ដើមសូម្បីតែធុងទឹកសុទ្ធមួយដប4000ហ្នឹងក៏កើនឡើង5000ដែរអញ្ចឹងវាមិនមែនកើន5%ទេវាកើនឡើង25%និងតំណែងខ្លះទៀតគឺកើនឡើង100%និងកើនឡើង50%អញ្ចឹងពេលវេលាដ៏លំបាកនេះនឹងអាចអស់បន្លាយលើសឆ្នាំ2026ឬក៏ដល់ឆ្នាំ2027នេះគឺជាអ្វីដែលខ្ញុំអាចជម្រាបជូនបងប្អូនបាននៅក្នុង page e-News ឬក៏សភាវគតិជាព័ត៌មានខ្លីបំផុតនៅក្នុងពេលថ្ងៃនេះសូមអរគុណសូមជម្រាបលា